សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់ជួប admin សាជាថ្មីម្ដងទៀតនៅភាគទី4របស់យើងមុននឹងចូលទៅកាន់សាច់រឿង admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងតោះពីវគ្គមុនណាតួស្រីឡើងឡានក្រុងមិនទាន់គេទេទៅត្រូវបកទៅមើលជើងឡានក្រុងហ្នឹងម្ដងទៀតថាតើមានឬក៏អត់ចឹងណាស្រាប់តែពេលហ្នឹងដែរក៏មានសំឡេងមួយប្រាប់នាងពីក្រោយមកអញ្ចឹងថាមិនបាច់មើលទេវាគឺជាជើងចុងក្រោយហើយពេលតួស្រីយើងងាកទៅមើលគឺជាជាន់ស៊ូយើងនឹងឯងធ្វើឲ្យស៊ីគង់យើងឡើងភ្ញាក់ផ្អើលតែម្ដងនឹងសួរថាហេតុអីបានជានៅនឹងដែរអញ្ចឹងជាន់ស៊ូថាខ្លួនគឺឈរនៅពីក្រោយតួស្រីយើងនឹងឯងបើនាងទៅមិនបានផងឲ្យគាត់ទៅបានយ៉ាងម៉េចស៊ីគង់យើងក៏ថាអញ្ចឹងអាក្រក់មកពីនាងហើយតែខាងប្រុសនេះក៏ថាឲ្យតួស្រីនឹងគួរតែអរគុណមកកាន់គាត់ទៅរួចខាងប្រុសនឹងក៏សម័យពេលមុននឹងដែរគ្រប់គ្នាបជានាំគ្នាឡើងលើឡានក្រុងនឹងបានធ្វើឲ្យតួស្រីយើងរៀបនឹងដួលទៅហើយតែបានជាន់ស៊ូនឹងជាអ្នកទប់នាងពីក្រោយទៅមិនធ្វើឲ្យតួស្រីយើងដួលបកមកពីសម័យវិញតួស្រីឮគាត់និយាយបែបហ្នឹងហើយមានអារម្មណ៍ថាឆ្ងល់ប៉ុន្តែក៏អត់បានសួរនាំអីច្រើនដែរហើយតួស្រីរបស់យើងនឹងក៏រកនិយាយបន្តទៀតស្រាប់តែមានគេខលមកជាន់ស៊ូទៅគាត់លើកទូរស័ព្ទនិយាយជាមួយពេលនិយាយចប់តួស្រីយើងក៏សួរថាជាមិត្តរួមបន្ទប់គាត់មែនតែចង់ស៊ូថាមិនមែនទេគឺជារងលើដូច្នេះហើយតួស្រីយើងក៏និយាយទៅកាន់គាត់តែម្ដងថាប្រាប់ទៅរងថានៅជាមួយនាងអញ្ចឹងដូចជាមិនល្អនោះទេខាងប្រុសនេះក៏មិនយល់ន័យរបស់តួស្រីអីទៀតដែរហើយក៏និយាយថាមានអីខុសទេគ្រាន់តែនៅជាមួយតួស្រីរងថាពួកគេគឺនៅលើឡានក្រុងអស់ហើយឲ្យពីរអ្នកយើងនឹងជិះតាក់ស៊ីទៅសាលាទៅរួចស៊ីគង់ថាអញ្ចឹងហៅតាក់ស៊ីមកប៉ុន្តែនាងគឺមិនបានយកលុយមកតាមខ្លួននោះទេតើចង់ស៊ូនឹងមានលុយចេញជំនួសនាងផងអត់ចឹងណាចំណែកឯចង់ស៊ូនេះវិញក៏ថាគាត់គ្មានលុយដែរពេលហ្នឹងអញ្ចឹងហើយក៏បបួលតួស្រីយើងដើរទៅតែម្ដងទៅមើលទៅខាងប្រុសហ្នឹងបែបចង់នៅចិត្តតួស្រីយើងតែពីរនាក់ឲ្យពេលហ្នឹងខាងស្រីគ្មានជំរើសទេក៏ដើរតិចមកជាមួយគេដែរទៅមើលទៅតួស្រីយើងក៏រៀងពិបាកដើរដែរព្រោះពាក់ស្បែកជើងកែងអញ្ចឹងណាដើរបានបន្តិចចង់ស៊ូក៏សួរហេតុអីបានជាមិនប្រើឯកសារដែលគាត់ខំស្វែងរកឲ្យនោះទៅធ្វើសារណាទៅលើបែបហ្នឹងតួស្រីយើងរៀងគាំងដែរតែបានប្រាប់វិញថាព្រោះនាងមានអារម្មណ៍ថាវាមិនសូវត្រឹមត្រូវនោះទេបើសិនជាធ្វើបែបហ្នឹងណាខាងប្រុសក៏ឆ្ងល់ទៀតហើយថាហេតុអីបានជាមិនត្រឹមត្រូវអញ្ចឹងតួស្រីយើងក៏ព្យាយាមរកលេសឆ្លោយជាមួយទៅតែក្នុងចិត្តវិញប្រាប់ថាក៏ព្រោះតែគាត់ហ្នឹងចង់សុំទោសជំនួសរងអីអញ្ចឹងណាបានជាធ្វើបែបហ្នឹងដាក់នាងអញ្ចឹងនាងមិនចង់ទទួលយកនោះទេរួចស៊ីគង់ក៏បានឈប់នឹងប្រាប់ឲ្យចង់ស៊ូហ្នឹងដើរទៅមុនខ្លួនទៅព្រោះនាងមិនដើរទៅមុខបន្តទៀតបាននោះទេខាងប្រុសនេះក៏កលេចឃើញស្បែកជើងហើយសួរតែម្ដងមិនបានពាក់ស្បែកជើងកែអញ្ចឹងពាក់ស្បែកជើងហ្នឹងគ្រាន់តែពាក់ដើម្បីចង់ស្អាតទេមែនដោយមិនគិតពីផលពិបាកអីសោះអញ្ចឹងមែននិយាយតែអាប៉ែហ្នឹងយ៉ាប់ហ្មងអត់យល់ចិត្តស្រីយើងសោះស៊ីគង់ស្ដាប់ឮហើយអន់ចិត្តខ្លាំងមែនតែនថាវាគឺជាស្បែកជើងធម្មតាទេព្រមទាំងថាគ្រប់គ្នាពេញនិយមពាក់ទៀតផងអ្នកនៅសាលាកន្លែងស្នាក់នៅហ្នឹងគឺគេពាក់បែបហ្នឹងគ្រប់តែគ្នាហ្នឹងសូម្បីតែរងក៏ពាក់វាដែរហេតុអីបានជាស្ដីថាឲ្យនាងបែបហ្នឹងអញ្ចឹងត្បិតតែនាងគឺជាកូនអ្នកមានពិតមែនតែនាងធ្លាប់បានទៅរស់នៅជនបទជាមួយនឹងយាយតារបស់នាងក៏ពិបាកដូចគ្នាដែរទើបតែស្រួលពេលនៅជាមួយនឹងម៉ាក់ប៉ានាងពេលធំហ្នឹងទេហេតុអីនាងមិនអាចធ្វើអ្វីដែលជាក្តីសុខរបស់ខ្លួនឯងបានហើយស៊ីគង់របស់យើងក៏ឧទាហរណ៍ដើម្បីបញ្យល់គេទៀតហើយឧទាហរណ៍ថាបើមានគេជ្រើសរើសយកទំពាំងបាយជូរធំនិងតូចច្បាស់ណាស់មនុស្សធម្មតាប្រកាសជាយកអាធំហើយតោះតែមនុស្សលេងមានចំណង់អាហារទៅគេយកអាតូចចំណែកអាចង់ស៊ូវិញចោះថាបើសិនជាគ្មានអាធំស៊ីគង់ដូចជាមិនសូវយល់ពីន័យអ្វីដែលគាត់និយាយនឹងទេក៏ឆ្លើយថាផ្លែឈើអាធំនៅតែមានប៉ុន្តែគាត់ទេគឺជាអ្នករុញវាចាញ់ដោយខ្លួនឯងនិយាយគ្នាចោះឡើងទៅស៊ីគង់នឹងយល់ពីន័យដែលចង់ស៊ូនឹងគិតគឺថាផ្លែទំពាំងបាយជូរអាធំនឹងគឺសំដៅដល់រងហើយគេរុញច្រានរងចាញ់ដល់ពេលអញ្ចឹងនាងក៏សួរបញ្ជាក់ទៅថាចុះបើទំពាំងបាយជូរធំនោះត្រឡប់មករកគេវិញតើគេទទួលយកដែរឬក៏អត់រួចចង់ស៊ូក៏ឆ្លើយទាំងញញឹមថាគេនឹងទទួលយកឬបែបហ្នឹងធ្វើឲ្យស៊ីគង់ដែលតែងតែគិតម្នាក់ឯងនេះខូចចិត្តទៀតហើយព្រោះស៊ីគង់គិតថាទំពាំងបាយជូរធំហ្នឹងគឺជារងឯចង់ស៊ូគិតថាទំពាំងបាយជូរធំហ្នឹងគឺជាស៊ីគង់រឹតតែតានតឹងទៀតហើយពីរអ្នកហ្នឹងពួកអីពីរអ្នកហ្នឹងគិតអីក៏ដោយគឺខ្វែងគំនិតគ្នារហូតម្នាក់សប្បាយចិត្តម្នាក់ទៀតខូចចិត្តពេលហ្នឹងនិយាយទៅពីរអ្នកហ្នឹងមកពីទ្រឹស្ដីខ្លាំងពេកដល់ពេលអញ្ចឹង
ទៅអត់ព្រមនិយាយគ្នាត្រង់សោះអញ្ចឹងគិតក្នុងចិត្តខុសរៀងខ្លួនតែម្ដងចុងក្រោយក៏បបួលគ្នាដើរទៅសាលាបន្តទៀតតែចង់សួរចង់ទៅទិញស្បែកជើងថ្មីឲ្យតួស្រីយើងដើម្បីឲ្យនាងស្រួលពាក់ដើរដោយភ្លេចថាមុននឹងខ្លួនក៏ហត់ថាអត់មានលុយចំណែកឯស៊ីកងវិញថាមិនអីទេនាងអាចដើរទៅបានព្រោះនាងក៏អត់មានលុយទិញដែរហើយក៏មិនមែនមកពីស្បែកជើងនឹងដែរដែលធ្វើឲ្យនាងដើរទៅមុខមិនកើតនោះបន្ទាប់មកទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាដើរមកដល់សាលាត្រង់ផ្លូវបំបែកអគារកន្លែងស្នាក់នៅចង់ស៊ូចង់ជូនតួស្រីយើងដល់មុខអគារតែម្ដងដំបូងតួស្រីបដិសេធប៉ុន្តែបន្ទាប់មកក៏លួចគិតក្នុងចិត្តថាប្រហែលជាគេអាចនឹងទៅជួបជាមួយនឹងរងអីអញ្ចឹងណាបានជាចង់ជូនគេទៅបែបនេះទៅតួស្រីយើងក៏ព្រមឲ្យជូនទៅតែម្ដងដើរមកដល់មុខអគារកន្លែងស្នាក់នៅស្រីហ្នឹងតួស្រីយើងដូចជាមិនចង់ចូលទៅក្នុងសោះថែមទាំងងាកមកចង់ស៊ូសរសើរថាគាត់មើលទៅគួរឲ្យស្រឡាញ់ណាស់ពេលដែលមានព្រើធ្លាក់និយាយផងសម័យដល់ថ្ងៃដែលគេជួបគ្នាដំបូងផងពេលដែលបើកទ្វារផ្ទះហើយឃើញចង់ស៊ូនៅមុខទ្វារហើយពេលហ្នឹងកំពុងតែធ្លាក់ព្រិលនិយាយទៅគឺសម័យដល់ពេលហ្នឹងហើយលួចសរសើរថាគេហ្នឹងគឺស្អាតអីអញ្ចឹងណាបើខាងប្រុសនេះវិញញញឹមរាយមុនស្នេហ៍ដាក់តួស្រីយើងទៀតហើយពេលហ្នឹងនឹងសួរថាមានអីទៀតអត់ខាងតួស្រីយើងនេះហាគឺដូចជាមានច្រើនទៀតប៉ុន្តែក៏កៀងមិនអាចនិយាយអីចេញនោះទេពេលហ្នឹងក៏បញ្ញាប់រត់ចូលទៅក្នុងតែម្ដងតួស្រីយើងខូចចិត្តខ្លាំងណាស់តែព្យាយាមកាត់ចិត្តចេញពីមនុស្សដែលខ្លួនឯងកំពុងតែស្រឡាញ់បែបហ្នឹងសំខាន់ណាពេលឡើងមកដល់លើនៅឆ្លៀតរត់មកមើលខាងប្រុសនេះទៀតហើយស្រែកហៅគេទៀតអញ្ចឹងណាធ្វើដៃបាយទាំងទឹកភ្នែកតែម្ដងដោយសារតែមិនអស់ចិត្តពីការស្រឡាញ់មួយហ្នឹងឯចំណែកខាងប្រុសនេះវិញក៏ងាកយ៉ាងលឿនមកមើលដែរព្រមទាំងញញឹមដាក់តួស្រីយើងដោយក្តីស្រឡាញ់ទៀតហើយរឿងយើងក៏បានកាត់មកជាងរូឯនេះវិញបានអូសបងស្រីហ្នឹងមកធ្វើដំណើរកំសាន្តជាមួយខ្លួនទៅប៉ែកអឺរ៉ុបដោយតួស្រីមិនបានត្រៀមខ្លួនមុននោះទេដោយសារតែតួស្រីយើងហ្នឹងខ្លាចទីខ្ពស់មិនសូវហ៊ានជិះយន្តហោះទៅប្អូនក្បាលខូចនេះមានចេតនាប្រាប់ថ្ងៃហោះហើរហ្នឹងខុសអញ្ចឹងណាថានៅយូរទៀតតាមពិតមានណាតួស្រីគ្រាន់តែប្រឡងហើយភ្លាមត្រូវដល់ពេលឡើងយន្តហោះទៅដំណើរកំសាន្តតែម្ដងពួកគេប្រឡងចប់ទាំងអស់គ្នាឬក៏ចេញដំណើរទៅដើរលេងតែម្ដងទៅធ្វើឲ្យស៊ីកងយើងហ្នឹងរកតែផ្លូវរត់ទៅផ្ទះវិញនោះទេពេលហ្នឹងចុងក្រោយក៏ឡើងដល់យន្តហោះហើយពីរអ្នកហ្នឹងក៏ឌឺដងគ្នាមិនឈប់នោះទេបងប្អូនគេហ្នឹងជាពិសេសកំឡោះតូចយើងតែម្ដងពូកែញាស់បងខ្លាំងមែនតែនរួចក៏សុំបងស្រីហ្នឹងថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាដើម្បីជាការចាប់ផ្ដើមដំណើរកំសាន្តរបស់ពួកគេមានណាតួស្រីយើងធ្លុយមាត់តែម្ដងថាកុំឲ្យថតអីចុះបើវាជារូបថតចុងក្រោយនោះគិតយ៉ាងម៉េចទៅស្របពេលនឹងដែរលោកពូម្នាក់ដែលនៅចិត្តហ្នឹងគាត់កំពុងតែថតរូបល្មមដល់ពេលឮតួស្រីយើងនិយាយអញ្ចឹងគាត់ភ័យដែរពេលហ្នឹងគាត់ក៏អស់អារម្មណ៍ថតតែម្ដងណាព្រមទាំងលុបរូបថតមិញហ្នឹងចេញពីទូរស័ព្ទវិញទៀតផងចំណែកឯពីរអ្នកបងប្អូននេះក៏លែងហ៊ានមាត់អីបន្តទៀតដល់ពេលយន្តហោះហ្នឹងត្រូវបានចុះចតលោកពូដែលនៅជាប់តួស្រីហ្នឹងក៏បានរអ៊ូដាក់ស៊ីគងយើងតែម្ដងណាថាដោយសារតែតួស្រីយើងហ្នឹងនិយាយបែបហ្នឹងធ្វើឲ្យគាត់ភ័យខ្លាចខ្លាំងមែនតើអញ្ចឹងហើយគាត់មិនអាចគេងលក់សូម្បីតែមួយប្រព្រឹត្តភ្នែកសម្រាប់ជើងហោះហើរមួយនេះចឹងណាហើយតួស្រីឮបែបហ្នឹងហើយបញ្ញាប់សុំទោសគាត់យ៉ាងលឿនតែម្ដងព្រោះនាងគ្មានបំណងនិយាយអញ្ចឹងនោះទេរួចពីអ្នកបងប្អូនគេហ្នឹងក៏បាននាំគ្នាទៅដើរលេងពីកន្លែងមួយទៅកន្លែងមួយយ៉ាងសប្បាយរីករាយតែម្ដងអំឡុងពេលដែលលេងហ្នឹងជាងរូដឹងថាបងស្រីមិនសូវសប្បាយចិត្តក៏លួងលោមថានាងដូចជាទេពធីតានៅក្នុងហ្គេមអញ្ចឹងតួស្រីយើងឡើងញញឹមខ្ជិបតែម្ដងដោយសារតែប្អូនប្រុសគេហ្នឹងគឺពូកែនិយាយលួងលោមនាងខ្លាំងមែនតើណារួចជាងរូហ្នឹងក៏បានប្រាប់ថាការចូលរៀនរបស់គេនៅសល់ពេលវែងឆ្ងាយទៀតដូច្នេះហើយពួកគេហ្នឹងគឺមានពេលសម្រាប់ដើរលេងយូរខ្លាំងមែនតើព្រមទាំងបកគោសិទ្ធហ្នឹងឲ្យបងស្រីជាអ្នកចាត់ចែងដំណើរកំសាន្តហ្នឹងបន្តទៀតទៅគេស្ដាប់និងធ្វើតាមបងស្រីទាំងអស់តួស្រីយើងឡើងសប្រែតែម្ដងព្រោះមិនគិតថាត្រូវនៅយូរឃើញអញ្ចឹងជាងរូឡើងចង់អន់ចិត្តទៅហើយព្រោះដំណើរកំសាន្តហ្នឹងខ្លួនធ្វើដើម្បីតែបងស្រីប៉ុណ្ណោះព្រោះដឹងថាបងស្រីរងទុក្ខនិងសោកសៅច្រើនបន្ទាប់ពីបញ្ចប់ការសិក្សាប៉ុន្តែបងវិញគឺមើលទៅដូចជាមិនសប្បាយចិត្តសោះនឹងមិនអោយតម្លៃអ្វីដែលគេខំប្រឹងប្រែងដើម្បីនាងអីអញ្ចឹងណា
ស៊ីគងនេះលឺអញ្ចឹងហើយខ្លាចប្អូនខូចចិត្តក៏ស្ទុះមកអោបតែម្ដងឡើងកំឡោះតូចនេះចង់ភ័យដែរពេលហ្នឹងណារួចស៊ីគងក៏អរគុណប្អូនប្រុសចេញពីចិត្តណាហើយនាងគឺសប្បាយចិត្តខ្លាំងណាស់បើកំឡោះតូចយើងវិញឡើងអៀនធ្វើខ្លួនមិនចង់ត្រូវនោះទេមើលទៅឡើងខ្ជូតមែនតែនពីអ្នកបងប្អូនគេហ្នឹងហើយពីអ្នកបងប្អូនគេហ្នឹងក៏បន្តនិយាយរឿងដើរលេងរបស់ពួកគេបន្តទៀតទាំងសប្បាយចិត្តហើយរឿងយើងក៏បានកាត់មកដល់2ខែក្រោយមកស៊ីគងគឺបានមកលេងម៉ាក់របស់នាងម៉ាក់មើលរូបថតកូនពេលដើរលេងនៅអឺរ៉ុបបណ្ដារអ៊ូបណ្ដាថាកូនហ្នឹងដូចជាស្គមទៅហើយពេលហ្នឹងម៉ាក់ក៏បន្តព្យាយាមប្រាប់កូនស្រីគាត់ឲ្យញ៉ាំរបបអាហារឲ្យបានត្រឹមត្រូវរួចម៉ាក់ចាប់ផ្ដើមនិយាយរឿងការងារម្ដងវិញដោយសារតែកូនរៀនចប់ហើយទៅដើរលេងឡើង2ខែណោះអញ្ចឹងដល់ពេលតាំងទីលំនៅឲ្យមានស្ថិរភាពវិញម្ដងនឹងប្រាប់កូនថាក្រុមហ៊ុន CPA បានតែមកគាត់ពី3ថ្ងៃមុនណាសួររកកូនពេលណាត្រឡប់មកវិញម៉ាក់ក៏បន្តថាតែក្រែងកូនរកការងារធ្វើដោយខ្លួនឯងបានហើយមិនចឹងអីស៊ីគងក៏ប្រាប់ម៉ាក់ពីក្រុមហ៊ុនដែលនាងជាប់នៅស៊ូជូនិង2-3ក្រុមហ៊ុនទៀតដែលនៅណានជីងអញ្ចឹងណានាងមិនទាន់ដឹងថាយ៉ាងម៉េចនោះទេព្រោះប៉ុន្មានក្រុមហ៊ុនហ្នឹងមានតែអ្នកនៅស៊ូជូទេដែលប្រាប់នាងពីពេលវេលាដែលនាងអាចចូលធ្វើការបានបើកន្លែងផ្សេងនៅមិនទាន់ប្រាប់នោះទេម៉ាក់ក៏បញ្ញាប់សួរកូនពីក្រុមហ៊ុនទាំងអស់ហ្នឹងតើជាក្រុមហ៊ុនប្រភេទអីខ្លះចឹងណាស៊ីគងយើងក៏ចាប់ផ្ដើមរៀបរាប់ពីក្រុមហ៊ុននីមួយៗប្រាប់ម៉ាក់ឲ្យបានដឹងម៉ាក់សួរពីក្រុមហ៊ុនមួយដែលនៅស៊ូជូនឹងភ្លាមស៊ីគងប្រាប់ថាគឺជាក្រុមហ៊ុនឈ្មោះសួងយៀនម៉ាក់គ្រាន់តែលើឈ្មោះក្រុមហ៊ុននៅស៊ូជូហ្នឹងក៏ប្រាប់កូនតែម្ដងថាជាក្រុមហ៊ុនដែលប៉ាតួស្រីហើយនឹងគាត់ហ្នឹងវិនិយោគមុនពួកគាត់លែងលះគ្នាគាត់កាន់កាប់ភាគហ៊ុន 49% និងខាងសឹងយៀនកាន់កាប់ 51% ហើយក្រុមហ៊ុនហ្នឹងត្រូវបានគេហៅថាសួងយៀននឹងឯងលើបែបនេះតួស្រីបញ្ជាក់តែម្ដងម៉ាក់ថាអញ្ចឹងក្រុមហ៊ុននៅណានជីងមានភាគហ៊ុនគ្រួសារយើងដែរអត់ម៉ាក់ថាអត់ទេតួស្រីក៏ធូរចិត្តបន្តិចដែរម៉ាក់បានប្រាប់កូនបន្តព្រោះពេលដែលកូនទៅអឺរ៉ុបប៉ាកូនគឺបានមករកគាត់ព្រោះចង់ឲ្យកូនហ្នឹងទៅធ្វើការនៅក្រុមហ៊ុនរបស់គាត់ជាអ្នកស្នងតំណែងពីគាត់អីអញ្ចឹងណាកូនស្រីនេះនៅឡើងស្ងៀមមិនដឹងសម្រេចចិត្តយ៉ាងណានោះទេពេលហ្នឹងរឿងរបស់យើងក៏កាត់មកដល់ក្រុមហ៊ុនយានចឹងនៅវូស៊ីណាដែលជាក្រុមហ៊ុនប៉ារបស់តួស្រីនឹងឯងពួកគាត់កំពុងតែប្រជុំពិភាក្សាគ្នារឿងគម្រោងអចលនទ្រព្យជាមួយនឹងក្រុមហ៊ុនសឹងយៀនដែលត្រូវបរាជ័យដោយសារតែលោកលីយើងនឹងឯងពួកគាត់ក៏កំពុងតែខឹងនឹងរកដំណោះស្រាយក្នុងរឿងនេះដែរហើយគ្រប់គ្នាក៏សួរប៉ាតួស្រីតើធ្លាប់មានបញ្ហាជាមួយនឹងលោកលីនឹងអត់តែប៉ាតួស្រីថាគាត់ធ្លាប់ជួបតួប្រុសយើងនឹងតែពី3ដងប៉ុណ្ណោះពេលនៅសឹងយៀនឃើញថាជាបរិសុទ្ធមុខក្មេងម្នាក់ចឹងណាប៉ុន្តែដូចជាពឹសពលដែរចឹងណាហើយគាត់មិនមែនជាអ្នកដែលបង្កើតបញ្ហានឹងពិតប្រាកដនោះទេអ្វីដែលគាត់ឆ្ងល់នោះលោកប្រធានក្រុមហ៊ុននឹងមិនដែលខ្វាយខ្វល់នឹងកូនបង្កើតឬក៏កូនប្រសាទេតែហេតុអីបានជាគាត់ស្ដាប់យោបល់ពីចៅរបស់គាត់ម្នាក់នឹងទៅវិញខណៈពេលនឹងដែរក៏មានគេខមកគាត់ឃើញលេងហើយញញឹមទាំងសប្បាយចិត្តតែម្ដងរួចប្រាប់គ្រប់គ្នានៅក្នុងអង្គប្រជុំពេលហ្នឹងឲ្យសម្រាប់មួយថ្ងៃទៅបន្ទាប់មកយើងក៏បានឃើញថាគាត់គឺមកជួបជាមួយនឹងកូនស្រីសំណប់ចិត្តតែមួយរបស់គាត់នឹងឯងគឺជាស៊ីគងរបស់យើងហ្នឹងឪពុកកូនគេអង្គុយទល់មុខគ្នាគ្រាន់តែកូនស្រីនេះដូចមិនសូវជាចង់ខ្វល់ក្រើនជាមួយនឹងឪពុកនោះទេឃើញកូននៅស្ងៀមអញ្ចឹងប៉ានេះរអ៊ូដាក់កូនតែម្ដងថាទៅដល់អឺរ៉ុបប៉ុន្តែមិនមានអ្វីផ្ញើគាត់សោះហើយគាត់ក៏បន្តរអ៊ូគ្រប់យ៉ាងព្រោះខ្លាចកូនហ្នឹងមានគ្រោះថ្នាក់អីអញ្ចឹងទៅដើរលេងឆ្ងាយហើយកូនពៅតែមួយរបស់គាត់នេះមិនមាត់ទេតែបានយកកាដូតែនាងទិញឲ្យនោះមកជូនគាត់ឃើញអញ្ចឹងប៉ានេះបញ្ញាប់យកមកមើលភ្លាមតែម្ដងនិយាយទៅគាត់បើកមើលទាំងសប្បាយចិត្តណាព្រមទាំងថាគាត់នឹងសងកូនស្រី10ដងនៅអ្វីដែលកូនបានចំណាយមកឲ្យគាត់ស៊ីកងយើងហ្នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងប៉ាគឺរឿងនាងមិនចង់មកធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់នោះទេព្រោះមិនចង់ជួបជាមួយនឹងមនុស្សខ្លះអញ្ចឹងណាប៉ានេះគឺមិនសប្បាយចិត្តនោះទេព្រោះគ្រប់យ៉ាងរបស់គាត់ហ្នឹងគឺជារបស់តួស្រីយើងនឹងឯងតែឃើញទឹកមុខកូនអញ្ចឹងគាត់ក៏សួរពីប្រពន្ធរបស់គាត់វិញតើសុខសប្បាយទេកូនស្រីនេះគឺឌឺទៅវិញភ្លាមតែម្ដងព្រោះទាំងពីរអ្នកហ្នឹងទើបតែនិយាយគ្នាសោះប៉ានេះក៏ដកដង្ហើមធំថាម៉ាក់តួស្រីគឺរឹងរូសខ្លាំងណាស់ឥឡូវហ្នឹងគាត់ខទៅនិយាយគឺបានតែប្រហែលម៉ាត់ទេដាក់ទូរស័ព្ទចុះវិញបាត់ទៅហើយស៊ីគងយើងថាត្រូវតែធ្វើអញ្ចឹងហើយព្រោះភាគហ៊ុនរបស់ម៉ាក់ហ្នឹងទើបតែឡើងថ្លៃខ្លាំងហើយគ្មានអ្នកណាចង់និយាយយូរជាមួយនឹងអតីតស្វាមីនោះទេកូនពៅនិយាយទាំងមិនមើលមុខប៉ានោះទេរួចបានប្រាប់ប៉ាបន្ថែមថាម៉ាក់មានអ្នកតាមស្រឡាញ់ច្រើនណាស់មានអ្នកតាមមើលថែតាំងពីណានជីងរហូតដល់វូស៊ី
ស៊ីទៀតផងក្នុងពេលហ្នឹងគាត់អាចនឹងចាប់ផ្ដើមរៀបការម្ដងទៀតមុនប៉ាក៏ថាបានគឺបែបហ្នឹងប៉ាក៏ថាឲ្យកូនស្រីកុំនិយាយរឿងមិនសមហេតុផលបែបនេះគាត់ធ្លាប់ប្រាប់ឲ្យថាគាត់មិនរៀបការម្ដងទៀតនោះទេនឹងប្រាប់ថាគាត់គ្រាន់តែជួយមើលថែមិត្តចាស់គាត់ម្នាក់តែប៉ុណ្ណោះមិនមានអ្វីលើសពីនឹងឡើយប៉ុន្តែម៉ាក់របស់កូនទេដែលចូលចិត្តដេញតាមស៊ើបអង្កេតគាត់មិនឈប់រហូតដល់ធ្វើឲ្យការគិតសម័យសម័យរបស់គាត់នឹងខ្លាចជាដំណើរការទៅយ៉ាងរលូនបែបហ្នឹងណាតាមពិតទៅគាត់មិនដែលបានក្បត់ប្រពន្ធកូនអីបន្តិចសោះឡើយស៊ីគំប្រយើងគឺនៅតែឌឺដងប៉ានាងក្នុងន័យមិនជឿអ្វីដែលគាត់និយាយនោះទេនឹងនិយាយខ្លាំងទៅកាន់គាត់ពីរឿងមិត្តចាស់នោះថាគាត់និយាយតាំងពីច្រើនឆ្នាំមុនថានាងមិនមានជីវិតអាចរស់នៅច្រើននោះទេតែឥឡូវកូនស្រីរៀនចប់មហាវិទ្យាល័យទៅហើយមិត្តចាស់ម្នាក់ហ្នឹងនៅតែមានជីវិតរស់នៅបែបធម្មតាតើនៅប្រហែលឆ្នាំទៀតដែលនាងអាចរស់នៅបានអញ្ចឹងណាហើយនេះជាអ្វីដែលប៉ាត្រូវបំពេញបន្ថែមដែលគ្មានដែនកំណត់នៅក្នុងជីវិតរបស់នាងមែនមើលទៅមិត្តចាស់ប៉ាប្រហែលជានៅក្នុងក្រុមហ៊ុនហ្នឹងហើយបានជាតួស្រីយើងនិយាយបែបហ្នឹងហើយអត់ចង់ទៅកាន់ក្រុមហ៊ុនអញ្ចឹងណាចំណែកឯប៉ានេះវិញនិយាយលេងចេញតែម្ដងដល់កន្លែងហ្នឹងបន្ទាប់មកតួស្រីយើងក៏ចង់ចាក់ចេញទៅវិញភ្លាមព្រោះគាត់គ្រាន់តែចង់និយាយរឿងហ្នឹងតែប៉ុណ្ណោះហ៎រួចប៉ាបញ្ញាប់ហៅកូនឲ្យឈប់សិនគាត់ចង់និយាយរឿងការងារតែកូនបានដាក់ពាក្យនៅក្រុមហ៊ុនសង្យានោះតើបានត្រៀមខ្លួនចាប់ផ្ដើមហើយឬនៅស៊ីគងយើងថានាងបានលុបចោលការចង់ទៅធ្វើការនៅក្នុងបាត់ហើយព្រោះមានអារម្មណ៍មិនល្អជាមួយប៉ានេះក៏មិនថាអីនោះទេព្រោះបើមិនទៅនងគឺឲ្យកូនមកធ្វើការនៅក្រុមហ៊ុនគាត់នឹងឯងព្រោះដល់ពេលវេលាដែលកូនត្រូវស្គាល់នឹងដឹងរឿងគ្រប់យ៉ាងហើយព្រោះអាជីវកម្មរបស់គាត់នឹងខ្លាយទៅជារបស់កូននៅថ្ងៃណាមួយចំណែកឯម៉ាក់របស់កូនក៏គេមិនបដិសេធនឹងយល់ស្របជាមួយនឹងគាត់ដែរកូនបើតែមួយនេះក៏បានថាម៉ាក់ស្របមែនតែមិនបានបង្ខំនាងទេហើយនាងមិនចង់ធ្វើការនៅនឹងដែរប៉ាក៏ចាប់ផ្ដើមរអ៊ូថាគាត់មិនមែននៅក្មេងដូចមុននោះទេស៊ីគងនៅតែបដិសេធតែមើលទៅមុខប៉ាខ្លួនឡើងកំសត់ក្នុងការនិយាយរឿងនឹងជាមួយនាងទៅធ្វើឲ្យនាងសម័យដល់ការពេលដែលនាងនៅតូចណាប៉ារបស់នាងបានអ៊ីវនាងនៅលើស្មាដើរទៅទិញអីញ៉ាំនៅ KFC ហើយគាត់ក៏ថាពេលដែលគាត់ចាស់ទៅកូនត្រូវតែយកគាត់ទៅជាមួយវិញតែតួស្រីថាប៉ាមិនអាចរួមតូចបានទេនៅពេលដែលនាងធំអញ្ចឹងណាអញ្ចឹងនាងមិនអាចអូសប៉ាទៅណាមកណាជាមួយនាងបានរហូតនោះទេលើអញ្ចឹងហើយទាំងម៉ាក់ប៉ាគេឡើងសោចតែម្ដងរួចបន្តប្រាប់កូនថាឲ្យរើសកូនប្រសាដែលអាចចងខ្សែអូសគាត់បានទៅជាមួយទៅម៉ាក់វិញឮប្តីនិយាយអញ្ចឹងឡើងស្ដីឲ្យតែម្ដងមិនបានប៉ាចេះនិយាយលេងសើចជាមួយកូនមិនសមហេតុផលអីបែបនេះត្រឡប់មកពីការសម័យវិញស៊ីកងដកដង្ហើមធំទឹកភ្នែកក៏រលេងរលោងដែររួចប្រាប់ប៉ាថានាងស្ដាប់ម៉ាក់បើម៉ាក់ឲ្យនាងទៅនាងនឹងទៅតែបើសិនជាថាអត់ទេនាងក៏អត់ដែររឿងយើងក៏កាត់មកទួស្រីយើងបានមកផ្ទះម៉ាក់គ្រាន់តែឃើញកូនសួរតែម្ដងថាមាននិយាយអីឲ្យប៉ាខឹងទៀតហើយមែនកូនស្រីក៏រអ៊ូដាក់ម៉ាក់នាងណាដោយកូនក្មេងអញ្ចឹងម៉ាក់ក៏យល់ដែរព្រមទាំងសួរកូនថាបើម៉ាក់និងប៉ាមិនបានលេងលះគ្នាទេរស់នៅជាគ្រួសារពេញលេញធម្មតាតើកូនចង់ធ្វើការនៅក្រុមហ៊ុនរបស់ប៉ាដែរឬទេកូនបើឆ្លើយភ្លាមតែម្ដងថាបើអញ្ចឹងនាងនឹងស្ដាប់ទាំងប៉ាទាំងម៉ាក់ហើយនាងមានអារម្មណ៍ថាតែតើអណ្ដែតឆ្លងកាត់ជីវិតមួយដែលគ្មានគោលដៅច្បាស់លាស់សោះតើម៉ាក់ខកចិត្តនឹងកូនដែរឬទេចម្លើយម៉ាក់គឺអត់ទេមានតែលើកទឹកចិត្តកូនកុំឲ្យធ្វើរឿងតានតឹងដាក់ខ្លួនឯងរួចម៉ាក់ប្រាប់កូនថាគាត់មិនចង់ឲ្យកូននឹងធ្វើការនៅនោះទេតែវាមិនមែនដោយសារតែគាត់អាត្មានិយមឡើយតែគាត់មិនចង់ឲ្យកូនជាប់គាំងនៅក្នុងចំណុចកណ្ដាលភ្លើងកំហឹងរវាងភាពរញ៉េរញ៉ៃរបស់ម៉ាក់ហើយនិងប៉ានោះទេបើកូនទៅនឹងត្រូវពុះហែកខ្លួនជាពីរព្រមទាំងរងទុក្ខវេទនាជាក់ជាមិនខាននោះទេហើយថ្ងៃមួយពេលដែលកូនចាស់ទុំម៉ាក់នឹងនិយាយរឿងគ្រប់យ៉ាងប្រាប់ទាំងអស់ម៉ាក់កូនក៏អោបគ្នាទាំងក្តីស្រឡាញ់តែម្ដងរួចម៉ាក់ប្រាប់កូនឲ្យទៅស៊ូចៅទៅព្រោះទោះជាមានរឿងអីក៏ដោយនោះគឺជាការងារដែលកូនរកបានដោយខ្លួនឯងបន្ទាប់មកក្រុមហ៊ុនជួងស៊ូបានមកប្រជុំជាមួយនឹងក្រុមហ៊ុនសង្យានពេលមកដល់កន្លែងប្រជុំតួផុសយើងក៏នៅនឹងផងដែរធ្វើឲ្យជួងស៊ូនិងលោកលីនយើងហ្នឹងគឺបានជួបគ្នាម្ដងទៀតហើយអំឡុងពេលប្រជុំហ្នឹងមេរបស់ជួងស៊ូបានណែនាំគាត់ឲ្យគេគ្រប់គ្នាបានស្គាល់និងសរសើរគាត់មិនឈប់នោះទេចំណែកឯខាងតួផុសវិញក៏សរសើរតួផុសយើងដូចគ្នាតួផុសយើងពេលហ្នឹងមានឱកាសឆ្លៀតសួរជួងស៊ូតែម្ដងទៅថាគាត់ដូចជាធ្លាប់ជួបជួងស៊ូនៅណាពីមុនអញ្ចឹងណារួចក៏និយាយថាដូចជា6ខែមុនជួបនៅណានជីងកន្លែងតាំងពីពណ៌ការងារជួងស៊ូមិនតបាននិយាយអីផងមេរបស់គាត់សួរតែម្ដងថាពេល
ហ្នឹងគាត់ទៅដាក់ការងារពីខាងចុងស៊ូមែនលើបែបហ្នឹងតួប្រុសយើងក៏ឆ្លើយជំនួសតាមសាច់រឿងទៅហើយគាត់ក៏សួរចុងស៊ូពីតួស្រីដែរថាព្រោះអត់ឃើញនាងមកធ្វើការអីចឹងណាតាមពិតទៅសួរចង់ដឹងពីតួស្រីយើងសោះមិនសួរនាំភ្លេចដូចជាប្រហែលមុខចុងស៊ូអីទេចំណែកឯចុងស៊ូក៏ថានាងទៅរៀនបន្តនៅក្រៅប្រទេសបាត់ហើយតាមពិតទៅតួស្រីក៏ហក់ចុងស៊ូយើងនោះទេហើយរឿងរបស់យើងក៏បានកាត់មកដល់ទីក្រុងស៊ូជូតួស្រីរបស់យើងក៏បានមកដល់ក្រុមហ៊ុនសង្យានហើយរួចក៏បានមកបំពេញបែបបទកិច្ចសន្យាការងាររួចរាល់ផងដែរស្រាប់ពេលហ្នឹងអ្នករៀបចំឯកសារបានប្រាប់នាងថាស្អែកអាចមកយកឯកសណ្ឋានការងារបានព្រមទាំងអត្តសញ្ញាណប័ណ្ណដែរអញ្ចឹងណាស្រាប់ពេលហ្នឹងដែរក៏មានតួស្រីថ្មីម្នាក់ទៀតចេញមកនាងមានឈ្មោះថាឈីត្រូវបានគេសុំឲ្យនាងហ្នឹងណាជួយនាំតួស្រីទៅព្រោះនៅផ្នែកហិរញ្ញវត្ថុដូចគ្នាទាំងពីរនាក់ដើរបណ្ដាក៏ណែនាំពីគ្នាទៅវិញទៅមកបណ្ដាហើយឈីក៏បានណែនាំពីប្រវត្តិក្រុមហ៊ុនដែលមានដាក់តាំងបង្ហាញប្រាប់ទៅតួស្រីផងដែរហើយក៏នាំតួស្រីមកដល់តុធ្វើការរបស់នាងព្រមទាំងនាំទៅជួបជាមួយនឹងប្រធានផ្នែកដើម្បីធ្វើការណែនាំខ្លួនអញ្ចឹងណាបន្ទាប់មកតួស្រីយើងក៏បានអូសវ៉ាលីរបស់នាងហ្នឹងណាមកកាន់អគារបន្ទប់ស្នាក់នៅរបស់ក្រុមហ៊ុនពេលចូលមកដល់ក៏មានមិត្តថ្មីរួមបន្ទប់នឹងដែរហើយសង្ឃឹមថាមិត្តថ្មីកន្លែងធ្វើការហ្នឹងណាគឺមិនដូចមិត្តមហាវិទ្យាល័យទៅចោះតួស្រីយើងក៏ចាប់ផ្ដើមធ្វើការណែនាំខ្លួនហើយម្នាក់ស្រីដែលជួយយកអីវ៉ាន់តួស្រីយើងហ្នឹងគឺនាងមានឈ្មោះថាយិនជីនាងនៅផ្នែករដ្ឋបាលហើយម្នាក់ស្រីមួយទៀតហ្នឹងគឺមានឈ្មោះថាវ៉ាន់យូហួរនៅផ្នែកទីផ្សារទាំងពីរនាក់ហ្នឹងមើលទៅគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់តែគេឆ្ងល់ថាព្រោះស៊ីកងទៅបញ្ចប់ការសិក្សាគួរតែមកធ្វើតាំងពី2ខែមុនហេតុអីបានជាទៅមកឥឡូវចឹងណាស៊ីកងយើងក៏តបទៅវិញយ៉ាងលឿនថាក្រុមហ៊ុននិយាយថានាងគឺអាចចូលពេលនេះបានអញ្ចឹងហើយទៅនាងដើរលេង2ខែសិនទៅលើបែបហ្នឹងស្រាប់តែយិនជីភ្ញាក់តែម្ដងមិនបានជាផ្នែករដ្ឋបាលមិនប្រាប់នាងអញ្ចឹងសោះព្រោះនាងចង់សម្រាប់ដើរលេង2ខែដោយស៊ីកងយើងដែរប៉ុន្តែគ្មានទេគ្រាន់តែហ៊ានចប់ភ្លាមចូលធ្វើការភ្លាមតែម្ដងមិនបានសម្រាប់តតែសោះតួស្រីខ្លាចគេដឹងពីសមាជិកខ្លួនក៏បានលួងលោមពីអ្នកនឹងថាមកពី2អ្នកនឹងគឺមានទេពកោសល្យដែលមិនអាចខ្វះបាននោះអីបានជាគេត្រូវការចាំបាច់ឲ្យ2អ្នកនឹងបញ្ញាប់មកធ្វើការភ្លាមអញ្ចឹងណាស្រាប់តែយិនជីនេះស្ទុះក្រោកឡើងសរសើរតួស្រីយើងតែម្ដងដែលអាចមើលឃើញរឿងទាំងអស់នេះលើខ្លួនពួកគេបានចំណែកឯយូហួរវិញឡើងសោចតែម្ដង3អ្នកនឹងមើលទៅគឺត្រូវគ្នាខ្លាំងណាស់ថ្ងៃបន្ទាប់មកតួស្រីក៏បានចាប់ផ្ដើមប្រឡូកនៅក្នុងការងារហើយគេបាននាំស៊ីកងដើរមើលនិងបង្រៀនគ្រប់ការងារយ៉ាងយកចិត្តទុកដាក់សម័យខ្លួនក៏ខំប្រឹងប្រែងខ្លាំងណាស់ដែរពេលហ្នឹងកាត់មកថ្ងៃបន្តមកទៀតតួស្រីយើងកំពុងតែនៅបន្ទប់ស្នាក់នៅហើយក៏និយាយទូរស័ព្ទជាមួយនរណាម្នាក់ព្រមទាំងរអ៊ូថានាងជាប់ធ្វើការមិនមានពេលសម្រាប់សូម្បីតែថ្ងៃបុណ្យជាតិពេលនិយាយហ្នឹងក៏ឡើងថ្លឹងចិញ្ចិញរបស់យិនជីជាប់រហូតតែម្ដងព្រោះចង់ឡើងគីឡូមានណានិយាយចប់ផ្សាយប្រាក់យិនជីតែម្ដងថាចិញ្ចិញរបស់នាងខូចហើយថ្លឹងតតែខូចចិញ្ចិញគេតែម្ដងទូស្រីយើងហ្នឹងដល់ពេលញ៉ាំអាហារថ្ងៃត្រង់ទាំង3នាក់ហ្នឹងគឺបានជួបគ្នានិយាយពិភាក្សាគ្នារឿងស៊ីកងយើងចាប់ផ្ដើមឡើងគីឡូលឿនពេករយៈពេលចុងក្រោយហ្នឹងពួកគេចាប់ផ្ដើមគិតថាមកពីអាហារនៅកន្លែងធ្វើការហ្នឹងល្អពេកចឹងណាមួយវិញទៀតពួកគេក៏ឧស្សាហ៍ចេញទៅញ៉ាំអីនៅខាងក្រៅចុងសប្ដាហ៍ដែរអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយដែលធ្វើឲ្យពួកគេហ្នឹងចេះតែឡើងគីឡូបែបហ្នឹងរួចពួកគេក៏ចាប់ផ្ដើមគិតរឿងដែលពួកគេមកធ្វើការ3ខែហើយដូចជាមិនទាន់ឃើញប្រុសស្អាតស្រីស្អាតអីសោះនៅកន្លែងធ្វើការហ្នឹងកំពុងនិយាយគ្នារឿងហ្នឹងក៏មានស្រីស្អាត2នាក់ដែលតែងតែបង្រៀនតួស្រីហ្នឹងដើរមកញ៉ាំអាហារជាមួយពួកគេដែររួចក៏មានម្នាក់និយាយថាប្រហែលថ្ងៃទៀតហ្នឹងមានស្រីស្អាតប្រុសស្អាតមកធ្វើការជាមួយនឹងពួកគេហើយនៅក្នុងផ្នែករដ្ឋបាលព្រមទាំងមានបុរសកម្ពូលសង្ហាហើយមើលទៅថែមទាំងមាន six pack អីទៀតផងចូលមកខាងក្រុមហ៊ុនយើងដូចគ្នាដែលគាត់នៅខាងសៀងហៃចឹងណាបានផ្ទេរមកគ្រប់គ្រងនៅទីនេះដែរគាត់គឺជាលោកលីនរបស់យើងនឹងឯងដែលស្រីគ្រប់គ្នាគឺលងស្នេហ៍គាត់ខ្លាំងណាស់ហើយគាត់ថែមទាំងធ្លាប់ជាគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទទៀតនៅមន្ទីរពេទ្យលំដាប់កម្ពុជាមួយទៀតផង
ទាំងអ្នកនិយាយនិងអ្នកស្ដាប់នេះហារំភើបគ្រប់គ្នាចង់ឃើញមែនតែនហើយក៏មានអ្នកឆ្ងល់ដែរថាមិនបានជាគាត់ឈប់ការងារពីគ្រូពេទ្យអញ្ចឹងព្រោះការងារនោះគឺពិតជាល្អខ្លាំងណាស់អ្នករៀបរាប់ប្រាប់គ្រប់គ្នាពីរឿងហ្នឹងក៏គាត់មិនដឹងពីមូលហេតុអ្វីដែរគ្រាន់តែដឹងថាអ្វីដែលសំខាន់នោះគាត់ជាទីចាប់អារម្មណ៍របស់ស្រីៗគ្រប់គ្នាតែម្ដងណាចំណែកឯតួស្រីយើងវិញឆ្ងល់បើគាត់ធ្លាប់ធ្វើការជាវេជ្ជបណ្ឌិតនិងបន្ទាប់មកធ្វើជាអ្នកគ្រប់គ្រងទៀតអញ្ចឹងគាត់ប្រហែលជាមានអាយុវ័យកណ្ដាលហើយមិនបានទៅជាសង្ហាស្រស់ស្អាតហើយជាទីចាប់អារម្មណ៍របស់ស្រីៗដូច្នោះអញ្ចឹងគ្រប់គ្នាឮបែបហ្នឹងហើយគឺគាំងតែម្ដងណាហើយក៏សោចដែរស្ដាប់មើលទៅគឺចប់តែម្ដងអស់សង្ឃឹមគ្រប់គ្នាហើយរឿងយើងក៏កាត់មកដល់ទាំង3នាក់នេះត្រឡប់មកបន្ទប់ស្នាក់នៅវិញនៅអង្គុយមើលរឿងភាគស្នេហាយ៉ាងផ្អែមល្ហែមមួយស្រាប់តែមើលសុកហ្នឹងដាច់អ៊ីនធឺណិតបាត់ចំវគ្គដែលស្វីតទៀតអញ្ចឹងណាទៅយិនជីមិនសុខចិត្តនោះទេឡើងចង់ដាច់ខ្យល់ហើយពេលហ្នឹងទូពីរនាក់នេះថាចាំមើលស្អែកទៅក៏នាងមិនព្រមដែរព្រោះដល់វគ្គថើបគ្នាអញ្ចឹងណាសម្រាប់សម្រួលមកយិនជីក៏សុំអង្វរ2នាក់ហ្នឹងទៀតឲ្យលេងប៉ាវអ្នកណាចាញ់នឹងយក laptop ទៅភ្ជាប់នៅ office ដំបូង2នាក់នេះមិនចង់ធ្វើទេព្រោះអាចខុសច្បាប់ក្រុមហ៊ុនតែដោយសារតែរឿងនឹងវាល្អមើលខ្លាំងពេកក៏យកព្រមតែម្ដងទៅហើយលទ្ធផលចុងក្រោយស៊ីកងយើងគឺជាអ្នកចាញ់នឹងឯងបន្ទាប់មកតួស្រីយើងក៏បានលបមកដល់ office ធ្វើការរបស់ខ្លួនព្រមទាំងចាប់ផ្ដើមប្រតិបត្តិការងាររបស់ខ្លួននឹងឯងក្រឡេកមកមើលខាងក្រៅអគារនេះវិញស្របពេលនឹងដែរអ្នកគ្រប់គ្រងថ្មីលោកលីនដែលជាតួប្រុសរបស់យើងហ្នឹងស្រាប់តែមកដល់កន្លែងនឹងល្មមត្រឡប់មកតួស្រីយើងនៅខាងក្នុងវិញស្រាប់តែមានបញ្ហាខ្សែប្រហែលជារលុងទៅនាងអោនទៅក្រោមតុដើម្បីមើលភ្លាមស្រាប់តែភ្លាមនឹងដែរតួប្រុសយើងក៏ដើរមកដល់ល្មមថែមទាំងបើកភ្លើងភ្លឺពេញ office តែម្ដងឯស៊ីកងយើងវិញឡើងបុកពោះនឹងឆ្ងល់ខ្លាំងណាស់ព្រោះសម្លឹងជើងអ្នកបើកភ្លើងនឹងគឺតម្រង់មករកនាងនឹងឯងហើយតួស្រីយើងក៏បញ្ញាប់កលេចមើលឃើញថាគឺជាប្រុសសង្ហារបស់យើងជាលោកលីនតួប្រុសនឹងឯងកំពុងតែឈរសម្លឹងមកមើលនាងដោយមិនប្រព្រឹត្តភ្នែកសោះរួចស៊ីកងយើងក៏បញ្ញាប់ក្រោកចេញមកទាំងតាក់ខ្សែពេញខ្លួនតែម្ដងសក់វិញក៏រញ៉េរញ៉ៃផងដែរពេលហ្នឹងណាបន្ទាប់មកក៏និយាយទាំងលយថានាងមិនបានឃើញមាននរណាម្នាក់នៅជុំវិញនឹងទេតើគាត់ទៅតែមកពីណាអញ្ចឹងណាព្រមទាំងសួរតួប្រុសថាគាត់មិនមែនធ្វើការនៅកន្លែងនឹងទេដឹងព្រោះនាងពិតជាមិនដែលឃើញនោះទេព្រមទាំងសួរគេថាតើចូលមកបានដោយរបៀបណាទៀតដល់កន្លែងហ្នឹងរឿងយើងក៏ចប់ត្រឹមនឹងតែម្ដងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការរងចាំនិងតាមដានសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ